តើ Bitcoin បង្កើតឡើងក្នុងគោលបំណងអ្វី Bitcoin ត្រូវបានបង្កើតឡើងក្នុងគោលបំណងជាប្រព័ន្ធហិរញ្ញវត្ថុវិមជ្ឈការដែលផ្ដល់សិទ្ធិឲ្យបុគ្គលគ្រប់រូបអាចគ្រប់គ្រងទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេបានដោយសុវត្ថិភាពក្នុងនោះដែរចក្ខុវិស័យរបស់ Bitcoin គឺរចនាឡើងដោយបើកចំហនៅប្រភពនៃប្រតិបត្តិការនីមួយៗដោយមិនបង្ហាញអត្តសញ្ញាណបុគ្គលណាមួយជាក់លាក់ឡើយហើយអ្វីដែលកាន់តែពិសេសនោះគឺមិនទាមទារឲ្យមានការត្រួតពិនិត្យឬជំនួយពីអន្តរការីណាមួយនោះទេគោលបំណងធំៗពីរក្នុងការបង្កើត Bitcoin ឡើងគឺចំណុចទី1ប្រើជាប្រព័ន្ធទូទាត់ប្រាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតឬយើងហៅថា Peer to Peer Electronic Cash System ដោយគ្មានអន្តរការីគឺដើម្បីបង្កើតប្រព័ន្ធទូទាត់ Digital ដែលអនុញ្ញាតឲ្យមនុស្សធ្វើប្រតិបត្តិការដោយផ្ទាល់ជាមួយគ្នាទៅវិញទៅមកដោយមិនចាំបាច់ឆ្លងកាត់ស្ថាប័នហិរញ្ញវត្ថុកណ្ដាលណាមួយដូចជាធនាគារឬក្រុមហ៊ុនបង់ប្រាក់ឡើយនេះគឺដើម្បីដោះស្រាយបញ្ហានៃ Double Spending ដែលជាបញ្ហាធំមួយក្នុងការបង់ប្រាក់តាមប្រព័ន្ធ Digital ចំណុចទី2ការឆ្លើយតបទៅនឹងវិបត្តិហិរញ្ញវត្ថុឆ្នាំ2008 Bitcoin បានលេចចេញជាផ្លូវការនៅឆ្នាំ2008ក្នុងកំឡុងពេលវិបត្តិហិរញ្ញវត្ថុសកលដែលបានបង្ហាញពីភាពផុយស្រួយនៃហិរញ្ញវត្ថុបែបប្រពៃណីនិងបង្កើតប្រព័ន្ធហិរញ្ញវត្ថុមួយដែលមិនពឹងផ្អែកលើស្ថាប័នឬប្រព័ន្ធធនាគារបែបប្រពៃណីសរុបមកវិញ Bitcoin ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់នូវប្រព័ន្ធរូបិយប័ណ្ណ Digital ដែលមានលក្ខណៈវិមជ្ឈការមានសុវត្ថិភាពអាចផ្ទៀងផ្ទាត់បានដោយខ្លួនឯងនិងមិនត្រូវការអន្តរការីកណ្ដាលណាមួយឡើយ។